ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតែងតែតាមដានរាល់វីដេអូរបស់ខ្ញុំដែលខ្ញុំបានបង្ហាញអំពីអត្ថប្រយោជន៍នៅឱសថបុរាណបាទខ្មែរដែលខ្ញុំបានសិក្សារៀនសូត្រហើយយកមកផ្សព្វផ្សាយចែករំលែកជូនពុកម៉ែបងប្អូនគ្រាន់ចំណេះដឹងសម្រាប់សុខភាពបាទលើរាងកាយរបស់ពុកម៉ែបងប្អូនហើយរុក្ខជាតិមួយប្រភេទដែលខ្ញុំកំពុងតែបង្ហាញនេះគឺរុក្ខជាតិប្រហែលជាពុកម៉ែបងប្អូនបាទស្គាល់ហើយគឺរុក្ខជាតិបាទក្តារហោរាហើយផ្ទះពុកម៉ែបងប្អូននឹងភាគច្រើនគឺដើមក្តារហោរានេះមិនថាផ្ទះតូចផ្ទះធំឬក៏ផ្ទះបែបណាទេគឺមានហើយដើមក្តារហោរានេះណាហ្នឹងហើយក្តារហោរានេះវាមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពរបស់ពុកម៉ែបងប្អូនជាពិសេសគឺជំងឺសើស្បែកហើយនិងជំងឺមហារីកបាទហើយក្តារហោរានេះបើជំងឺសើស្បែកគេព្យាបាលយ៉ាងម៉េចបាទអាហ្នឹងខ្ញុំនឹងជម្រាបប្រាប់នៅបន្តបន្ទាប់ជាមួយនឹងវីដេអូរបស់ខ្ញុំបាទក្តារហោរានេះគឺយកមើមបាទយកមើមវាបាទចិត្តសម្បកវាចេញហើយចិត្តចំណិតតូចដាក់ហាលទៅយើងប្រើជាមួយនឹងរុក្ខជាតិដតេដើម្បីជាថ្នាំបាទលាបរមាស់នៅលើស្បែកមិនថារើមមិនថាតអកមិនថាបាទស្រែងមិនថាលមាស់ដែលតូចកទួលតូចដែលចេញពីស្បែកអាហ្នឹងក៏ត្រូវដែរពុកម៉ែបងប្អូនណាហ្នឹងហើយប៉ុន្តែយើងប្រើបាទជាមួយនឹងថ្នាំដតេទៀតបាទណាហ្នឹងហើយបើស្លឹកបើធៀងវាគេត្រាំជាមួយនឹងទឹកយើងធម្មតាហ្នឹងដើម្បីងូតបាទរងាប់ជាតិពុលឬក៏លមាស់នៅលើស្បែកហ្នឹងហ្នឹងហើយម្យ៉ាងទៀតនោះគឺគេប្រើបាទជាអត្ថប្រយោជន៍ក្នុងការដេញពពួកអមនុស្សដែលបៀតបៀនបាទទៅលើអ្នកស្រុកបាទបៀតបៀនទៅលើអ្នកស្រុកឬក៏អំពើអាបធ្មប់បាទដែលគេដាំមុខផ្ទះហ្នឹងក៏តែដាំមុខផ្ទះហ្នឹងគឺក្តារហោរានេះពូកែបាទពូកែខ្លាំងណាស់បាទពុកម៉ែបងប្អូនតកតងជាមួយនឹងអំពើឬក៏អាបធ្មប់ឬក៏អាបមនុស្សដែលបៀតបៀនភូមិអ្នកស្រុកបាទហើយបន្ទាប់ពីនេះទៅគឺគេយកមើមរបស់វាហ្នឹងទៅព្យាបាលនៅជំងឺមហារីកផងដែរដើម្បីរងាប់បាទមេរោគក្នុងឈាមបាទពុកម៉ែបងប្អូនបានប្រើទៅលើតែបាទមហារីកដោះមហារីកមាត់មហារីកផ្សេងទៀតបាទហើយក្រៅពីមហារីកអស់ទាំងហ្នឹងគឺមហារីកស្បូនគឺមិនឲ្យប្រើទេចំពោះស្រីបាទមហារីកស្បូនគឺមិនអាចប្រើបានទេជាមួយនឹងក្តារហោរានេះបាទក្រៅពីស្បូនទៅបាទយើងអាចប្រើបានទាំងអស់ណាហ្នឹងហើយក្រៅពីស្បូនទៅយើងអាចប្រើបានទាំងអស់យើងប្រើលាយជាមួយនឹងក្ដួចបាទយើងយកមើមក្តារហោរានេះ15ចំណិតស្រស់ហ្នឹងលាយជាមួយនឹងមើមក្ដួចចិត្តសម្បកហើយ15ចំណិតហើយយើងលាយជាមួយនឹងទឹក1លីត្របាទពីព្រឹកយើងយកចិត្តលាយជាមួយគ្នាហ្នឹងពីព្រឹកទាល់ល្ងាចហើយចាំឲ្យអ្នកជំងឺផឹកទាល់តែចេញក្អួតណាហ្នឹងហើយក្អួតចេញឈាមពុកម៉ែបងប្អូនសូមបញ្ឈប់បាទបញ្ឈប់ហើយពុកម៉ែបងប្អូនរកថ្នាំបាទដែលតាក់ទងជាមួយនឹងជំងឺមហារីកហ្នឹងឲ្យគាត់ផឹកបន្តទៀតបាទក្រៅពីគាត់ប្រើថ្នាំហ្នឹងទៅបានផលពុកម៉ែបងប្អូនណាហ្នឹងហើយតាក់ទងជាមួយនឹងថ្នាំមហារីកថ្នាំអីហ្នឹងគឺយើងប្រើថ្នាំសាសបាទហើយតាក់ទងជាមួយនឹងជំងឺមហារីកដែរមានបងប្អូនខ្លះក៏សួរខ្ញុំថាព្យាបាលយ៉ាងម៉េចអាហ្នឹងគឺពុកម៉ែបងប្អូនអាចមើលបាននៅក្នុងវីដេអូនេះបានដែលខ្ញុំបានបង្ហាញបាទប្រាប់វិធីសាស្ត្រមួយបាទបន្តទៅទៀតខ្ញុំនឹងប្រាប់ពីរបៀបថ្នាំសាសតាក់ទងនឹងជំងឺមហារីកមានអ្វីខ្លះបាទហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាពុកម៉ែបងប្អូន